បាទជំរាបសួរពុកម៉ែបងប្អូនគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកបងប្អូនគ្នាអាប់ដេត version ទូរស័ព្ទ iPhone អញ្ចឹងបងប្អូនដែលប្រើ iPhone បងប្អូនអត់ទាន់បានអាប់ដេត version អីបងប្អូនអាចមើលវីដេអូនេះបានហើយវីដេអូនេះងាយៗទេបងប្អូនសម្រាប់បងប្អូនដែលអត់ដែលបានអាប់ដេតដោយខ្លួនឯងបងប្អូនអាចធ្វើការអាប់ដេតតាមនេះបានបងប្អូនអញ្ចឹងស្រួលមែនតើអានេះទូរស័ព្ទនេះ version 26.5 ចុច2បងប្អូនអញ្ចឹងយើងធ្វើការតម្លើងវាយើងធ្វើការអាប់ដេតអញ្ចឹងកុំឲ្យខាត់ពេកបងប្អូនអាចទស្សនាវីដេអូនេះបានហើយបងប្អូនឆ្ងល់កន្លែងណាឬក៏អត់ទាន់បងប្អូនអាចខមមិនក្រោមវីដេអូនេះបានបងប្អូនហ្នឹងហើយកុំឲ្យខាត់ពេកអញ្ចឹងហ្នឹងហើយបងប្អូនអញ្ចឹងខ្ញុំមាន iPhone 12 ម្ដងមកធ្វើការបង្ហាញពីរបៀបអាប់ដេត version ហ្នឹងហើយសម្រាប់ជាងចូលចែក version មើលតើក្នុងទូរស័ព្ទនេះ version ប៉ុន្មានបងប្អូនជាងចូលកន្លែងនេះមកបន្តមើលចូលកន្លែង general about បងប្អូននៅកន្លែង version នេះបង្ហាញថានេះកន្លែង version នេះ version 26.5.2 ហ្នឹងហើយបងប្អូនអញ្ចឹងបងប្អូនដែលថ្មីបងប្អូនដែលអត់បានអាប់ដេតបងប្អូនអាចឆែកមើលតាមនឹងបានបងប្អូនដែលគាត់ធ្លាប់ចេះហើយនឹងបងប្អូនអាចរំលឹងបានប៉ុន្តែបងប្អូនដែលអត់ដែលបានអាប់ដេតទៅខ្លួនឯងបងប្អូនអាចមើលតាមវីដេអូនេះបានបងប្អូនហើយនឹងហើយកុំឲ្យខាត់ពេកអញ្ចឹងយើងថយមកវិញឥឡូវយើងថយអស់ចាប់ផ្ដើមឡើងវិញមកដំបូងបងប្អូនចូលមកក្នុង setting ហើយបន្តមកទៀតបងប្អូនអូសមកកន្លែងពាក្យថា general បងប្អូននេះកន្លែង general នេះមកបន្តមកទៀតបងប្អូនចូលកន្លែងនេះបងប្អូនកន្លែងដាក់ software update កណ្ដាលហ្នឹងបងប្អូនណា3នេះកណ្ដាលនេះ software update ហ្នឹងបងប្អូនចុចមកហើយបន្តមកទៀតបងប្អូនអាចធ្វើការ update បញ្ជាក់បងប្អូនត្រូវតែ connect អ៊ីនធឺណិតបងប្អូនដាក់ Wi-Fi ក៏បាន3G ក៏បានដែរបងប្អូនហ្នឹងហើយបន្តមកទៀតបងប្អូនដាក់ចុចកន្លែងពាក្យថា update now នេះបងណាអញ្ចឹងពេលយើងចុច update now មានន័យថាវា download firmware ហ្នឹងមកបងប្អូនមានន័យថាវា download វាកំពុងតែ download អញ្ចឹងនេះ version 26.6 អញ្ចឹងកាលណាដែលវា download ពេញវានឹងធ្វើការ install ដល់ខ្លួនឯងបងប្អូនយើងអត់ចាំបាច់ចុចអីទៀតទេឥឡូវយើងដាក់ចោលនេះបងណាវារៀងយូរបន្តិចកន្លែងនេះដោយសារយើងចំណាយពេល download យើងដាក់ទុកចោលបងប្អូនហើយបងប្អូនវាប្រាប់នាទីប្រាប់ម៉ោងដែរប៉ុន្តែវារៀងយូរណាអញ្ចឹងខ្ញុំដាក់ចោលនៅនឹងចាំពេលដែលវាពេញខ្ញុំនឹងបង្ហាញបងប្អូនភាសាទៀតអានេះយើងអត់ត្រូវតម្លើងយើងអត់ត្រូវ install អីទៀតទេបងប្អូនមានន័យថាពេលយើងចុចតែប៉ុណ្្នឹងទៅដល់ពេលវាចប់គឺវាឲ្យយើងប្រើបានបងប្អូនអត់មានត្រូវការ install អីទៀតទេអញ្ចឹងបងប្អូនបាច់ភ័យបាច់ឆ្ងល់ខ្លាចវា load អីទេណាអញ្ចឹងចាំពេលវាពេញអញ្ចឹងខ្ញុំដាក់វាចោលនៅនេះសិនបងប្អូនសម្រាប់ដល់ពេលវា update ហើយអានេះខ្ញុំបានថតដល់ពេលវា install បងប្អូនដោយសារខ្ញុំទុកចោលទៅខ្ញុំពេលដែលវាពេញទៅគឺយើងអត់របអីទៀតទេអត់មាន active អីទៀតញ៉ៃបងប្អូនស្រាប់ install វាអញ្ចឹងហ្មងអញ្ចឹងអានេះ version 26.6 បងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនដែលអត់ទាន់បាន update ទេបងប្អូនអាច update តាមវីដេអូនេះបានបងប្អូនអរគុណ